តែអ្នកនេះមានដឹងអត់ថាអ្វីបានជាប្រជាជនចិត្តណាពេលច្រើនគាត់ធ្វើការអីលឿនលឿនមែនរឿងចាប់ក៏លឿនធ្វើការក៏លឿនហើយកសាងជីវិតហ្នឹងក៏កាន់តែលឿនដែរចំស្ពត Cambodia ហើយកាយគ្នាចង់លើនេះខ្ញុំប្រាប់2ទៅ3ចំណុចណាហើយអ្វីបានជាប្រទេសចិនណាធ្វើការអីលឿនលឿនជោគជ័យលឿនហើយអភិវឌ្ឍខ្លួនហ្នឹងក៏លឿនដែរអញ្ចឹងការដែលខ្ញុំដឹងហ្នឹងគឺប្រទេសចិនមានការប្រកួតប្រជែងខ្លាំងឧទាហរណ៍ដូចជាបើសិនជានៅក្នុងក្រុមហ៊ុនមួយគេជ្រើសរើសការងារហើយអាដាក់ពាក្យហត់ឲ្យនេះអស់បើសិនអ្នកគ្នាយឺតតែមកពេលហ្នឹងគឺបាត់បង់ឱកាសហ្នឹងហ្មងតែទី2បានខ្ញុំបានដឹងហ្នឹងគឺសាលារៀនរបស់គេហ្នឹងគឺមានល្បឿនលឿនមែនតើហើយបើការបង្រៀនពួកគេហ្នឹងគឺបង្រៀនឲ្យចាំបាត់បានពេលវេលាធ្វើមិនឲ្យធ្វើការឲ្យលឿនតាំងពីវ័យក្មេងហ្មងអូខេបាទចំណុចទី3វិញគឺជាវិភាពទីក្រុងនៅក្នុងប្រទេសចិនហ្នឹងគឺថ្លៃមែនតើអញ្ចឹងមានន័យថាភាគច្រើននៅក្នុងប្រទេសចិនហ្នឹងមនុស្សភាគច្រើនគឺកែប្រែពុកអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនគឺអត់មានគេនៅតែមកកន្លែងតែគាត់អត់ធំតែដើរទេគាត់នឹងរៀនរត់ដើម្បីរស់រានមានជីវិតនិងជោគជ័យនៅក្នុងជីវិតរបស់ពួកគាត់អូខេចូលវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបើអ្នកគ្នាគិតថាល្អហើយមានប្រយោជន៍សម្រាប់អ្នកគ្នាជួយចុច follow ហើយជួយ comment ផងហើយមកចេញវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងប្រទេសចិនឬមួយក៏ចូលចិត្តចិនទៅថែមទៀត